សួស្តីមិត្តអ្នកស្ដាប់ podcast ទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើប្រធានបទអំពីភាពមានវិន័យលើខ្លួនឯងក្នុងឆ្នាំ2025តើយើងត្រូវមានវិន័យអ្វីខ្លះសម្រាប់ជីវិតខ្លួនឯងដើម្បីទទួលបាននូវភាពជោគជ័យក្នុងឆ្នាំ2025ខាងក្រោមនេះខ្ញុំនឹងរៀបរាប់អំពីការដែលយើងមានវិន័យចំពោះខ្លួនឯងទី1គឺក្រោកពីព្រលឹមអានសៀវភៅឲ្យបាន15នាទីទៅ30នាទីមិនថាជាសៀវភៅអប់រំផ្លូវចិត្តសៀវភៅធម៌ឬក៏សៀវភៅមេរៀនដែលយើងកំពុងតែសិក្សានៅថ្នាក់វិទ្យាល័យក៏ដូចជាថ្នាក់បរិញ្ញាបត្រនោះទេយើងត្រូវតែក្រោកពេលព្រឹកអានសៀវភៅឲ្យបាន15នាទីទៅ30នាទីមុនពេលដែលយើងទៅធ្វើការទៅធ្វើកិច្ចការងារឬក៏យើងទៅរៀនសូត្រជាដើមចំណុចទី2ហាត់ប្រាណនិងងូតទឹកឲ្យស្អាតមុននឹងទៅធ្វើការដើម្បីឲ្យអារម្មណ៍យើងស្រស់ស្រាយទី3ញ៉ាំអាហារសុខភាពប្រើគ្រឿងសម្អាងថែសម្រស់ដើម្បីឲ្យផ្លូវចិត្តយើងរឹងមាំនិងមានថាមពលទី4ដាក់គោលដៅឲ្យច្បាស់លាស់ជាមួយនឹងការងារឬមុខរបរឬការសិក្សារបស់យើងឲ្យខ្លាំងជាមួយនឹងភារកិច្ចជាក់លាក់ណាមួយទី5រើសកន្លែងដែលត្រូវរស់នៅសម្រាប់ជីវិតពេលមានដៃគូកុំរំខានសាច់ញាតិបងប្អូនទី6កាត់បន្ថយការជួបជុំដែលឥតបានប្រយោជន៍ដូចជាការជួបជុំផឹកស៊ីជាមួយនឹងមិត្តភ័ក្តិដែលនាំតែយើងផឹកស៊ីឥតប្រយោជន៍ក៏ដូចជានាំយើងទៅប្រព្រឹត្តអំពើខុសឬក៏អបាយមុខទាំងឡាយទាំងពួងទី7សហការដៃគូរកស៊ីដោយស្មោះត្រង់មានន័យថាយើងត្រូវស្មោះត្រង់ជាមួយនឹងដៃគូដែលធ្វើជំនួញឬក៏ការរកស៊ីឬក៏យើងត្រូវស្មោះត្រង់ជាមួយនឹងមិត្តភ័ក្តិដែលនាំយើងទៅរកភាពជោគជ័យទាំងអស់គ្នាទី8ចេះជួយអ្នកក្រខ្សត់ទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបានទី9ធ្វើបន់សន្សំសេចក្តីល្អធ្វើដំណើរកម្សាន្តជុំវិញពិភពលោកជាមួយនឹងក្រុមគ្រួសារញាតិមិត្តល្អដែលនាំឲ្យយើងមានសេចក្តីសប្បាយរីករាយនិងមានផ្លូវចិត្តរឹងមាំល្អបាទសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះសង្ឃឹមថាវីដេអូនេះគឺជាចំណេះដឹងបន្តិចបន្តួចសម្រាប់អ្នកទាំងអស់គ្នានាពេលអនាគតខាងមុខសូមអរគុណសូមជម្រាបលា